ករណីគិតកម្មជិះម៉ូតូចេញពីផឹកជាមួយមិត្តភ័ក្តិត្រូវមានក្រុមគប់ដុំថ្មស្លាប់ម្នាក់ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនយុវជនម្នាក់បានស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូចេញពីផឹកជាមួយពួកមកវិញត្រូវក្រុមដៃដល់មកខាងទៀតគប់ដុំថ្មចំក្បាលករណីកិច្ចកម្មនេះបានកើតឡើងកាលពីវេលាម៉ោង 1:40 នាទីរំលងអត្រាឈានចូលថ្ងៃទី 16 ខែមិថុនាឆ្នាំ 2025 លើផ្លូវកស៊ូភ្នំលេខ 151 ភូមិផ្សារដាច់ក្រាមឃុំផ្សារដាច់ស្រុកពញាលឺខេត្តកណ្ដាលសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលបានស្លាប់មានឈ្មោះយឹមខៅភេទប្រុសអាយុ 18 ឆ្នាំមុខរបរកម្មករល្អិតមានស្រុកកំណើតនៅភូមិអម៉ាល់ឃុំបាធាយស្រុកបាធាយខេត្តកំពង់ចាមបច្ចុប្បន្នស្នាក់នៅភូមិខ្លាត្រាំឃុំកំពង់លួងស្រុកពញាលឺខេត្តកណ្ដាលចំណែកជនសង្ស័យពុំស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នាប្រហែល 6 នាក់ភេទប្រុសជិះម៉ូតូចំនួន 2 គ្រឿងនៅទីតាំងកាត់ហេតុសមត្ថកិច្ចរកឃើញមានដុំថ្មចំនួន 2 ដុំស្បែកជើងចំពាមពណ៌បៃតងម៉ាក Havanas ចំហៀងខាងស្ដាំចំនួន 1ក្នុងនោះមានការបញ្ជាក់ពីសុកប្រពេចភេទប្រុសអាយុ 14 ឆ្នាំរស់នៅភូមិខ្លាត្រាំឃុំកំពង់លួងស្រុកពញាលឺខេត្តកណ្ដាលបានឲ្យសមត្ថកិច្ចដឹងថានៅមុនពេលកាត់ហេតុថ្ងៃទី 15 ខែមិថុនាឆ្នាំ 2025 វេលាម៉ោង 19:30 នាទីយប់រកខ្លួននឹងមិត្តភ័ក្តិមានឈ្មោះយុនសុខៅភេទប្រុសអាយុ 17 ឆ្នាំឈ្មោះឌីណាភេទប្រុសអាយុ 19 ឆ្នាំឈ្មោះឡោះភេទប្រុសអាយុ 20 ឆ្នាំឈ្មោះរ៉ាភេទប្រុសអាយុ 17 ឆ្នាំឈ្មោះរំភេទប្រុសអាយុ 16 ឆ្នាំនិងឈ្មោះខ្មៅភេទប្រុសអាយុ 18 ឆ្នាំបានជិះម៉ូតូសរុបចំនួន 4 គ្រឿងម៉ាកសង់សេ125ចំនួន 3 គ្រឿងនិងម៉ាកប៊ិតចំនួន 1 គ្រឿងនាំគ្នាទៅផឹកស៊ីនៅក្នុងភោជនីយដ្ឋានបឹងផ្សារដែកភូមិផ្សារដែកក្រោមឃុំផ្សារដែកស្រុកពញាលឺខេត្តកណ្ដាលលោកផឹករហូតដល់ប្រហែលជាម៉ោង 00:40 នាទីឈានចូលដល់ថ្ងៃទី 16 ខែមិថុនាឆ្នាំ 2025 រួចខ្លួននិងមិត្តភ័ក្តិបាននាំគ្នាឈប់ផឹកស៊ីរួចក៏នាំគ្នាត្រឡប់ទៅផ្ទះវិញដោយពេលនោះរួចខ្លួនបានជិះម៉ូតូសង់សេ125ពណ៌ខ្មៅផលិតឆ្នាំ 2024 ដប់គ្នាជាមួយជនរងគ្រោះឈ្មោះយឹមខៅចំណែកបពុរបស់ខ្លួនជិះម៉ូតូចំនួន 3 គ្រឿងទៀតបានជិះចេញទៅមុនបាត់លុះពេលរកខ្លួននឹងជនរងគ្រោះឈ្មោះយឹមខៅជិះម៉ូតូចេញពីភោជនីយដ្ឋានបឹងផ្សារដែកមកដល់ចំណុចខាងជើងបឹងផ្សារដែកបានប្រហែល 70 ម៉ែត្រស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល 6 នាក់ជិះម៉ូតូចំនួន 3 គ្រឿងបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើរកខ្លួននិងឈ្មោះយឹមខៅបណ្ដាលឲ្យត្រូវរបួសក្បាលរងរបួសបន្ទាប់មកក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកពញាលឺបន្ទាប់ពីពិនិត្យស្ថានភាពរួចគ្រូពេទ្យបានឲ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញតាមដានអាការៈជំងឺបន្តក្រោយមកនៅវេលាម៉ោង 6:00 នាទីថ្ងៃខែឆ្នាំដដែលជនរងគ្រោះឈ្មោះយឹមខៅមានអាការៈថប់ទ្រូងហូរឈាមតាមមាត់និងច្រមុះភ្លាមក្រុមគ្រួសារក៏បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកពញាលឺម្ដងទៀតមកដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់បង់ជីវិតតែម្ដងលុះដល់ថ្ងៃទី 16 ខែមិថុនាឆ្នាំ 2025 វេលាម៉ោង 9 ព្រឹកឈ្មោះយឹមចន្ទរីភេទស្រីអាយុ 20 ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះមានទីលំនៅភូមិខ្លាត្រាំឃុំកំពង់លួងស្រុកពញាលឺខេត្តកណ្ដាលបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដែកប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុមដែលបានប្រើហិង្សាមកលើប្អូនប្រុសរបស់ខ្លួនឈ្មោះយឹមខៅភេទប្រុសអាយុ 17 ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិខ្លាត្រាំឃុំកំពង់លួងស្រុកពញាលឺខេត្តកណ្ដាលបណ្ដាលឲ្យរងរបួសក្បាលក៏បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកពញាលឺកាត់ហេតុនៅយប់ថ្ងៃទី 16 ខែមិថុនាឆ្នាំ 2025 ប្រហែលម៉ោង 1:10 នាទីរំលងអត្រានៅចំណុចបឹងផ្សារដែកភូមិផ្សារដែកក្រោមឃុំផ្សារដែកស្រុកពញាលឺខេត្តកណ្ដាលក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចបានចុះទៅពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់ដោយផ្នែកក្បាលមានស្នាមការឡត់នៅក្រោមបបោមាត់ខាងឆ្វេងស្នាមការឡត់នៅស្លាបចុងច្រមុះស្នាមការឡត់
នៅក្រោមថ្ពាល់ខាងឆ្វេងស្នាមក៏រលត់នៅក្រោមចង្កាខាងឆ្វេងដាច់លើបបោមាត់ខាងក្រោមក្បាលប៉ោងផ្នែកខាងក្រោយមានស្នាមរបូកក្បាលចំនួន4ធ្នេរដេរបិទជិតដោយគ្រូពេទ្យផ្នែកដងខ្លួនវិញមានស្នាមឆ្កូតខ្ទមឈាមនៅលើខ្នងផ្នែកខាងឆ្វេងចំនួន3ឆ្នូតប្រវែង9សង់ទីម៉ែត្រនិងស្នាមក៏រលត់នៅដៃខាងស្ដាំពីដើមដៃរហូតដល់កំភួនដៃស្នាមក៏រលត់នៅលើកែងដៃខាងឆ្វេងនិងកែងដៃខាងស្ដាំស្នាមក៏រលត់នៅលើជង្គង់ខាងឆ្វេងនិងជង្គង់ខាងស្ដាំក្រៅពីនេះពុំមានស្លាកស្នាមអ្វីដែលគួរឲ្យកត់សម្គាល់ឡើយដូច្នេះករណីនេះការពិនិត្យរបស់ការិយាល័យបច្ចេកទេសខេត្តផ្នែកជំនាញគ្រូពេទ្យនិងកសលវិច័យនិងការពិនិត្យសាកសពស្លាប់ដោយរងរបួសផ្នែកក្បាលធ្ងន់ធ្ងរបណ្ដាលមកពីការប៉ះទង្គិចនឹងវត្ថុរឹងហើយពេលនេះសមាជិកជំនាញកំពុងស្រាវជ្រាវបន្តដើម្បីចាប់ក្រុមជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់និងប្រគល់សពជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ